Ba sôm chừng nghiệp xúa nhom ba chmô pan sổ chiết baថ្ងៃនេះខ្ញុំចង់ចែកចាយពាក់ព័ន្ធជាមួយនឹងមេរៀនមួយជូនទៅដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលនៅក្នុងសិភៅ Marcos ជំពូកទី4ខទី35ដល់ខទី41ដែលនិយាយអំពីពេលដែលព្រះយេស៊ូវបាននាំសាវកឆ្លងទៅត្រើយម្ខាងពេលស្មើនោះគឺជាពេលដោយសារតែយើងមានរយៈពេលខ្លីខ្ញុំក៏មិនអានព្រះគម្ពីរឡើងវិញទេគឺពេលនោះគឺព្រះយេស៊ូវបាននាំសាវករបស់ព្រះអង្គឆ្លងទៅត្រើយម្ខាងហើយនៅក្នុងព្រះគម្ពីរក៏បាននិយាយថាគឺជាពេលល្ងាចឡើងប្រហែលជាពេលយប់ដែលព្រះយេស៊ូវនាំសាវកទៅហើយជាមួយនឹងទូកតូចទៅជាមួយផងដែរអញ្ចឹងយើងមើលឃើញថានៅពេលដែលជិះទៅលើទូកក៏ស្រាប់តែពេលនោះគឺក៏មានខ្យល់ព្យុះកើតឡើងតែម្ដងសំណួរសួរថាមិនមែនព្រះយេស៊ូវព្រះអង្គមិនដឹងអំពីខ្យល់ព្យុះនោះទេហើយមិនបានជាព្រះអង្គនៅតែធ្វើដំណើរនៅពេលយប់ជាមួយនឹងសាវកអញ្ចឹងបើយើងប្រៀបធៀបក្នុងជីវិតរបស់យើងថាតើនៅពេលដែលយើងជួបខ្យល់ព្យុះថាតើយើងនឹងដូចសាវកដែលយើងគិតថាសាវករបស់ព្រះអង្គដែលយើងភ័យខ្លាចដែលយើងតក់ស្លុតហើយហៅឲ្យព្រះអង្គជួយអញ្ចឹងបើយើងគិតទៅថាខ្យល់ព្យុះវាអាចជួនកាលទៅវាអាចមកពីបញ្ហាសុខភាពរបស់យើងអ្វីដែលជាខ្យល់ព្យុះរបស់យើងវាអាចពាក់ព័ន្ធជាមួយនឹងការងារវាអាចពាក់ព័ន្ធជាមួយនឹងការដែលគេបញ្ឈប់ការងាររបស់យើងផងដែរលក្ខណៈអញ្ចឹងថាតើការឆ្លើយតបរបស់យើងនៅពេលដែលយើងជួបខ្យល់ព្យុះតើយើងនឹងត្រូវធ្វើអ្វីការឆ្លើយតបរបស់យើងនៅពេលដែលយើងជួបខ្យល់ព្យុះទី1គឺសម្រាប់ខ្លួនខ្ញុំគឺរត់ទៅសម្ដៅរកព្រះអង្គមុនគេព្រះអង្គគឺជាប្រភពនៅអ្វីៗទាំងអស់យើងមិនអាចទី2យើងរត់ទៅរកមួយទៀតអាចជាបងអាចជាប្តីប្រពន្ធអាចជាគូសកលអីផ្សេងៗឬក៏សង្សារអីផ្សេងៗអញ្ចឹងចំពោះការដែលយើងរត់សម្ដៅទៅរកព្រះអង្គគឺជាចំណុចទី1ដែលយើងសម្ដៅមិនមែនយើងយកពេលវេលារបស់យើងចំណាយពេលទៅលើការមើលទៅលើអេក្រង់ការផ្សែបគ្រឿងស្រវឹងដោយបន្លប់នៅខ្លួនយើងនោះទេអញ្ចឹងមេរៀនរបស់ខ្ញុំនៅថ្ងៃនេះគឺចំណងជើងថាខ្ញុំនឹងបញ្ចប់ទៅវិញថាសេចក្តីសង្ឃឹមរបស់យើងដូចជាយុទ្ធការហើយអញ្ចឹងសង្ឃឹមរបស់យើងគឺនៅលើព្រះអង្គការចំណាយពេលជាមួយព្រះអង្គការអធិដ្ឋានជាមួយព្រះអង្គក្រោកពីព្រលឹមឡើងគឺយើងនិយាយអរុណសួស្តីទៅកាន់ព្រះអង្គដើម្បីឲ្យជីវិតរបស់យើងដើរជាមួយព្រះអង្គគ្រប់ពេលជានិច្ចផងដែរបាទសូមអរគុណសូមជម្រាបលា